ជំរាបសួរនាងខ្ញុំឈ្មោះឆិតដានីដែលជាគ្រូបង្រៀនភាសាអង់គ្លេសនៅខាងសាលារៀនបញ្ញសិទ្ធសាខាទី1ថ្ងៃនេះនាងខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយមែនទែនដែលខាងសាលារៀនបញ្ញសិទ្ធបានធ្វើដំណើរកំសាន្តមួយគឺដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សថ្នាក់ពេញម៉ោងថ្នាក់បឋមចាឃើញថានៅទីនេះទីធ្លាធំទូលាយដែលជាកន្លែងមួយទៅតែបង្កើតឡើងថ្មីដែលមានឈ្មោះថា Coco Farm ចាមានកន្លែងលេងធំទូលាយធ្វើឲ្យសិស្សគាត់មកគាត់មានអារម្មណ៍ស្រស់ស្រាយក៏ដូចជាប្លែកសម្រាប់ពួកគាត់ឃើញថាពួកគាត់ពិតជាសប្បាយរីករាយខ្លាំងមែនតើមើលទៅពួកគាត់គឺរំភើបរីករាយនឹងដំណើរកំសាន្តទស្សនកិច្ចមួយនេះចាសូមអរគុណនាងខ្ញុំជាគ្រូនៅសាលារៀនបញ្ញសិទ្ធសាខាភាសាជ្រែថ្ងៃនេះសាលារៀនបញ្ញសិទ្ធយើងបាននាំសិស្សានុសិស្សមករមណីយដ្ឋាន Coco Farm នៅទីនេះមានដូចជាអាចឲ្យសិស្សសិក្សានិងស្គាល់អំពីប្រភេទសត្វជាច្រើនរួមទាំងមានកន្លែងតាក់តាំងវត្ថុបុរាណជាច្រើនរួមទាំងមានកន្លែងដើរលេងសម្រាប់ឲ្យកុមារសប្បាយរីករាយជាចុងក្រោយនេះខ្ញុំសូមអរគុណថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូដែលបានបង្កើតដំណើរកម្សាន្តនេះឡើងសូមអរគុណចឹងទៅមកចាជំរាបសួរនាងខ្ញុំឈ្មោះគីសុគាជាគ្រូបង្រៀនផ្នែកភាសាខ្មែរនៅសាលារៀនបញ្ញសិទ្ធសាខាទី1ថ្ងៃនេះសាលាមានដំណើរកម្សាន្តមួយមកកាន់រមណីយដ្ឋាន Coco Farm ហើយបទពិសោធន៍ថ្ងៃនេះគឺទទួលបានច្រើនបទពិសោធន៍ថ្មីបានទស្សនាសត្វជាច្រើនចាហើយថ្ងៃនេះយើងបានទស្សនាកន្លែងជាច្រើនមានដូចជាសត្វជាច្រើនប្រភេទហើយនិងកន្លែងលេងកម្សាន្តហើយដំណើរទស្សនកិច្ចនេះដែរក្មេងៗទទួលបានបទពិសោធន៍ថ្មីជាច្រើនជាចុងក្រោយសូមអរគុណដល់សាលារៀនបញ្ញសិទ្ធដែលបានមានបង្កើតដំណើរកម្សាន្តមួយនេះឡើងចាអរគុណ